សូមចូលរួមអបអរសាទរបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងដែលបានទទួលគម្រោងវិនិយោគចំនួន4ក្នុងឆ្នាំ2025កន្លងទៅនេះហើយខាងមុខនេះគឺជាទីតាំងមួយនៅក្នុងឃុំព្រៃឈរស្រុកកំពង់តាបែកខេត្តព្រៃវែងនៅក្នុងស្រុកកំពង់តាបែកនេះបានទទួលគម្រោងវិនិយោគរោងចក្រចំនួន2ក្រោមដើមទុនប្រមាណជាង12លានដុល្លារបងប្អូនទីតាំងនេះធំមែនទែនកំពុងតែមមាញឹកក្នុងការចាក់ដីបំពេញដើម្បីសាងសង់ជារោងចក្រផលិតនៅដើមគ្រីស្មាស់រោងចក្រចំនួន2ដែលក្នុងនោះអាចផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋប្រមាណជាង600នាក់ហ្នឹងហើយ600នាក់អាចបង្កើតឱកាសការងារជាង600នាក់ជូនបងប្អូនកម្មករនិយោជិតនៅក្នុងមូលដ្ឋាននឹងហើយទីតាំងនេះគឺថានៅជាប់នៅក្នុងស្រុកស្វាយជ្រុំតែម្ដងច័ន្ទរះពីទឹកខាងកើតសូមចូលរួមអបអរសាទរប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងនេះគឺជាទីតាំងរោងចក្រចំនួន2ដែលមានតម្លៃ12លានដុល្លារជារោងចក្រផលិតដើមគ្រីស្មាស់ផ្ទៃដីដ៏ធំរថយន្តកំពុងតែមមាញឹកក្នុងការដឹកដីនៅទីតាំងនេះដើម្បីបំពេញធ្វើជាទីតាំងរោងចក្រផលិតដើមគ្រីស្មាស់ក្នុងតម្លៃ12លានដុល្លារក្នុងនោះផងដែរសូមអបអរសាទរប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងនៅក្នុងឆ្នាំ2025កន្លងទៅបានទទួលគម្រោងវិនិយោគសរុបចំនួន4ក្រោមដើមទុនវិនិយោគ39លានដុល្លារក្នុងនោះគម្រោងវិនិយោគមានទី1ការបង្កើតផែស្ងួតក្នុងស្រុកកំចាយមៀនៅក្នុងដើមទុនវិនិយោគ20លានដុល្លារនិងផ្ដល់ឱកាសការងារ250កន្លែងគម្រោងទី2រោងចក្រត្បាញនៅក្នុងស្រុកពីរៀងខេត្តព្រៃវែងក្នុងទុនវិនិយោគ6លានដុល្លារផ្ដល់ឱកាសការងារពី1000ទៅ3000កន្លែងដោយឡែកទី3គម្រោងវិនិយោគបង្កើតផលិតដើមគ្រីស្មាស់ចំនួន2គម្រោងក្នុងស្រុកកំពង់តាបែកក្នុងទុនវិនិយោគ12លានដុល្លារផ្ដល់ឱកាសការងារប្រមាណពេញសមត្ថភាពគឺថា600នាក់នេះគឺជាទីតាំងដែលយើងខ្ញុំកំពុងតែបង្ហាញនៅក្នុងស្រុកកំពង់តាបែកកំពុងតែញាប់ដៃញាប់ជើងក្នុងការចាក់ដីជាច្រើនក្រុមបងប្អូនយើងល្អមែនតើអញ្ចឹងទៅការបង្កើតឱកាសការងារនៅក្នុងមូលដ្ឋានជាច្រើនកន្លែងជាពិសេសក្នុងខេត្តព្រៃវែងបានទទួលគម្រោងជាបន្តបន្ទាប់នេះសង្ឃឹមថានៅក្នុងឆ្នាំថ្មីនឹងទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់បន្ថែមទៀតបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋមិនងាយស្រួលក្នុងការធ្វើការនៅក្នុងស្រុកមិនពិបាកក្នុងការធ្វើដំណើរទៅចំណាក់ស្រុកមិនថាមានបងប្អូនខ្លាំងតាមខ្ញុំសាកសួរមុននេះគឺថាទៅធ្វើការនៅខេត្តស្វាយរៀងពួកគាត់ជិះឡានមកហើយក៏ជិះឡានបន្តទៅក្នុងភូមិឋានរបស់ពួកគាត់នៅពេលដែលបានទទួលគម្រោងវិនិយោគអញ្ចេះគឺថាមានឱកាសធ្វើការចិត្តផ្ទះតែម្ដងហ្នឹងហើយសូមចូលរួមអបអរសាទរបងប្អូនប្រជាពលរដ្ឋយើងហ្នឹងហើយមួយទីតាំងប៉ុន្តែមានរោងចក្រចំនួន2ផលិតដើមគ្រីស្មាស់តម្លៃ12លានដុល្លារសូមចូលរួមអបអរសាទរបងប្អូនប្រជាពលរដ្ឋយើងហ្នឹងហើយអរគុណច្រើនមិនមានអ្វីបង្ហាញទៀតទេចង់បញ្ជាក់ថានៅថ្ងៃទី1ខែកុម្ភៈឆ្នាំ2025នេះគិតមកដល់ពេលនេះការចាក់ដីនេះបានប្រមាណជាង1ខែហើយកន្លែងខ្លះក៏ទីតាំងខ្លះក៏ចាក់រួចហើយអញ្ចឹងនៅខ្លះទៀតកំពុងតែចាក់ហើយនឹងកិនបង្ហាប់ដីដើម្បីចូលការដ្ឋានសាងសង់គ្រោងអគាររោងចក្រតែម្ដងនេះបើតាមការឲ្យដឹងពីបងប្អូនកម្មករជាពិសេសទីកុងឡាននៅទីតាំងនេះប្រាប់ហ្នឹងហើយអីដែលសំខាន់បងប្អូនយើងរីករាយមែនទែននៅពេលដែលឃើញការអភិវឌ្ឍមានរោងចក្រសហគ្រាសរត់មកដល់មុខក្នុងផ្ទះរបស់បងប្អូនមិនថានៅក្នុងខេត្តព្រៃវែងនៅខេត្តស្វាយរៀងកំពង់ស្ពឺតាកែវព្រះសីហនុកោះកុងជារួមបណ្ដាសហគ្រាសរោងចក្រសហគ្រាសអ្នកវិនិយោគធំបានទៅបោះទុននៅទីតាំងទីតាំងបណ្ដាតំបន់សេដ្ឋកិច្ចពិសេសបង្កើតឱកាសការងារជូនប្រជាពលរដ្ឋនឹងហើយទទួលបានការងារធ្វើមិនហត់ចំណាក់ស្រុកទៅក្រៅប្រទេសហ្នឹងហើយការងារក្នុងស្រុកយើងឥឡូវមានអត្ថប្រយោជន៍ច្រើនណាស់បងប្អូនយើងប្រាក់ខែក៏សមរម្យហើយយើងនៅជិតផ្ទះមើលថែកូនមើលថែឪពុកម្ដាយយើងនៅភូមិឋាននឹងតែម្ដងងាយស្រួលហ្នឹងហើយនេះបងប្អូនយើងឡានច្រើនណាស់ហ្នឹងហើយអរគុណច្រើនសូមអបអរសាទរប្រជាពលរដ្ឋព្រៃឈរស្រុកកំពង់តាបែកខេត្តព្រៃវែងជាប់ទៅនឹងព្រំប្រទល់នៃស្រុកស្វាយជ្រុំខេត្តស្វាយរៀងតែម្ដងនេះផ្លូវបំបែកជាប់ព្រំប្រទល់ខេត្ត
ស្វាយរៀងហ្នឹងហើយទៅមុខបន្តិចគឺថាផ្លូវបំបែកពីផ្លូវកស៊ូចុះមកផ្លូវថ្មបំបែកហ្នឹងហើយផ្លូវថ្មបំបែកនេះនេះបងប្អូនយើងហ្នឹងហើយផ្លូវស្អាតទេហ្នឹងហើយនៅពេលដែលមានគម្រោងចេះនៅចិត្តផ្ទះបងប្អូនបាទការចំណាយការបាទចាក់សាំងអីនេះកាត់បន្ថយយើងធ្វើការនៅចិត្តផ្ទះងាយស្រួលតែម្ដងអរគុណច្រើនបងប្អូនយើងចេញពីទឹកដីស្រុកកំពង់តាបែកខេត្តព្រៃវែង